สุดท้ายบางคนนักเรียนว่าทีนี้น้องบางคนนักเรียนมาเรียนภาษาชงติบางคนนักเรียนจีมาดอคลองทวีตะเลอมมั้งบางคนนักเรียนมือขังช่วยได้หนึ่งเคยเพลตูมวยลางมาขังคลองทวีตะเลอมนึงนะចឹងបងប្អូនអ្នកគ្នាជីឡើងតាមផ្លូវដែលខ្ញុំបង្ហាញជូននឹងមកបងប្អូនអ្នកគ្នាអាចថតរូបពីខាងលើខ្លងទ្វារទន្លេអុំចុះទៅក្រោមវិញអញ្ចឹងពេលដែលយើងឡើងមកគឺនឹងឃើញប្លង់ថតរូបប្លង់អីច្រើននៅខាងលើនឹងអញ្ចឹងហើយបន្ទាប់ពីមើលរួចខ្ញុំធ្វើការជិះពីខ្លងទ្វារទន្លេអុំជិះមកខាងលិចត្រង់រហូតមកជិះមកតាមផ្លូវនេះគឺបើសិនជាបងប្អូនអ្នកគ្នាមកគឺត្រូវធ្វើការប្រុងប្រយ័ត្នឲ្យបានច្រើនតិចព្រោះនៅតាមផ្លូវនេះគឺដោយសារតែផ្លូវនេះមានមែកឈើមានដើមឈើអីបាក់ទ្រមច្រើនហើយមែកឈើហ្នឹងក៏ធ្លាក់មកតាមផ្លូវច្រើនអញ្ចឹងយើងជិះយើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងហើយជិះតែបានតិចមកបងប្អូនអ្នកគ្នានឹងមកដល់ប្រាសាទមួយឈ្មោះថាប្រាសាទជ្រុងអញ្ចឹងប្រាសាទនេះគឺជាប្រាសាទតូចទេអត់ជាធំប្រហែលទេហើយសំណង់ក៏មើលទៅឃើញថាវារៀងបែកបាក់ច្រើនដែរអញ្ចឹងខ្ញុំថតរូបបានតែប្រហែលសន្លឹកនឹងមកដើម្បីឲ្យបងប្អូនអរគ្នាបានទស្សនាទាំងអស់គ្នាហើយតនេះបងប្អូនអរគ្នាក៏អាចមកលេងបានដែរហើយនៅក្បែរប្រាសាទជ្រុងនោះគឺមានកន្លែងមួយគឺគេធ្វើសម្រាប់ចុះទៅមាត់ទឹកកសិនរបស់យើងហ្នឹងគឺបងយើងដែលគាត់ជាអ្នកសម្អាតពើសម្អាតអីដែលដោះនៅក្នុងទឹកហ្នឹងគឺគេធ្វើជាដើរចុះសម្រាប់ទៅកាន់ពួកគាត់អញ្ចឹងខ្ញុំក៏បានដើរចុះទៅខាងក្រោមហើយក៏ថតរូបភាពទឹកនៅជុំវិញនឹងទឹកនេះគឺទឹកកសិនទន្លេអមរបស់យើងនឹងឯងហើយនៅពេលដែលបន្ទាប់មកទៀតនេះគឺខ្ញុំឡើងមកវិញហើយខ្ញុំចង់ដឹងថាផ្លូវនេះវាចេញទៅដល់ណាអញ្ចឹងខ្ញុំក៏ជិះបន្តមកទៀតអញ្ចឹងណាហើយបើជិះមកតាមផ្លូវនេះគឺឃើញថាផ្លូវគឺរឿងពិបាកមែនទែនផ្លូវទូចផងអីផងហើយរឹសឈើអីក៏ដោះពេញនឹងដែរហើយខ្ញុំទម្រាំទៅរកផ្លូវបានចេញមកឃើញគឺឃើញថាពិបាកខ្លាំងហើយណាមួយម៉ូតូខ្ញុំទៀបពេលអញ្ចឹងទៅពិបាកស្អីអញ្ចឹងបើសិនជាបងប្អូនអរគ្នាមកអាចជិះកង់ឬជិះម៉ូតូនឹងខ្ពស់បន្តិចគឺស្រួលខ្លាំងមែនទែនហើយផ្លូវនេះគឺធ្លុះចេញមកដល់ផ្លូវកស៊ូហើយមកដល់នឹងប្រាសាទតាកែវអញ្ចឹងសំទោសគឺខ្លងទ្វារតាកែវបាទនៃប្រាសាទបាយ័ននឹងដែរអញ្ចឹងបងប្អូនអរគ្នាកុំភ្លេចមកទស្សនាលេងទាំងអស់គ្នាផងណាអរគុណច្រើន